សម្រាប់គ្នាយើងណាដែលកំពុងតែមានដំណើរកំសាន្តហើយចង់រកជាមួយនឹងផ្ទះស្នាក់ដែលមានតម្លៃធូរថ្លៃសមរម្យហើយមានម្ហូបឆ្ងាញ់ណាខ្ញុំណែនាំជាមួយនឹងកន្លែងផែសមុទ្រមួយអ្នកទាំងអស់គ្នាទីតាំងគាត់គឺនៅខេត្តកំពតអ្នកទាំងអស់គ្នាចាហើយនៅអត់ឆ្ងាយពីរង្វង់មូលផ្លែទរេនម៉ានទេហើយនេះខ្ញុំមកធួនៅក្នុងបន្ទប់ខ្លះៗឲ្យអ្នកទាំងអស់គ្នាមើលសម្រាប់គ្នាយើងណាដែលស្រឡាញ់បរិយាកាសផ្ទះស្នាក់ដែលនៅកន្លែងដែលជាប់មាត់សមុទ្រជាប់មាត់ព្រែកមានខ្យល់មាន view ភ្នំមានអីហ្នឹងណាព្រឹកឡើងភ្ញាក់មកឃើញមានពពកបាំងភ្នំមានអីហ្នឹងចាគឺទីតាំងមកកន្លែងនេះគឺត្រូវនេះទស្សនវិជ្ជាកន្លែងគាត់នៅខាងក្រៅនិយាយទៅគឺខ្យល់មក fresh មែនតើអ្នកទាំងអស់គ្នាហើយមួយវិញទៀតហ្នឹងកន្លែងរបស់គាត់ក៏មានលក់ជាភេសជ្ជៈមានម្ហូបហើយម្ហូបនៅកន្លែងគាត់ក៏ឆ្ងាញ់ដែរអ្នកទាំងអស់គ្នាអញ្ចឹងចំពោះកន្លែងផែសមុទ្ររបស់គាត់នេះមាន2ទីតាំងអ្នកទាំងអស់គ្នាហើយទីតាំងដែលខ្ញុំមកនេះគឺផែសមុទ្រ camping អញ្ចឹងកន្លែងគាត់មានផែសមុទ្រ camping ហើយនិងផែសមុទ្រ resort ណាអ្នកទាំងអស់គ្នាហើយចំពោះផ្ទះស្នាក់របស់គាត់មានតាំងជាប្រភេទផ្ទះទូចៗហើយនិងផ្ទះស្បូវដែលខ្ញុំ review ឲ្យអ្នកទាំងអស់គ្នាមើលមុនហ្នឹងណាហើយក៏មានជាលក្ខណៈបោះតង់បានដែរបងមិនត្រឹមតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាក៏អាចជួលជាមួយនឹងទូករបស់គាត់ជិះលេងដែរអ្នកទាំងអស់គ្នាទូកកាយ៉ាក់របស់គាត់ហ្នឹងអញ្ចឹងត្រួសពីខ្ញុំអ្នកទាំងអស់គ្នាវីដេអូរបស់ខ្ញុំគឺមានប៉ុណ្្នឹងទេបងជួបគ្នានៅវីដេអូក្រោយៗទៀតអ្នកទាំងអស់គ្នា